ជំរាបសួរលោកគ្រូនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអំពីរបៀបសរសេរ master ternary ហើយនិង null coalescing អញ្ចឹងជាដំបូងយើងធ្វើការប្រកាសនៅ variable មួយតាមនៅ variable មួយដែលវាស្មើ100ហើយយើងធ្វើការប្រកាសនៅ variable in score អញ្ចឹងគឺសញ្ញាសួរហ្នឹងin សញ្ញាសួរហ្នឹងមានន័យថាអថេមួយហ្នឹងអាចទុកតម្លៃទៅទេឬក៏តម្លៃណាបានអញ្ចឹងស្មើណាមកចឹងការប្រកាស variable មួយទៀតគឺ bool សញ្ញាសួរដូចគ្នាមក is login ស្មើត្រូវគឺមានន័យថាអ្នកប្រើប្រាស់បាន login ចូលបាន login ចូលគណនីនេះរួចរាល់ហើយអញ្ចឹងទៅបន្តទៀតមកÔi, làm không có luôn đấy. Quái mà. Lột luôn của đấy đang quay phía trong máy trong cái này níការសរសេរកូដរបស់យើងលក្ខខណ្ឌរបស់យើងគឺជាបង្កើតអត្ថបទមួយឈ្មោះថា string សម្រាប់ទុកនៅលទ្ធផលចុងក្រោយហើយយើងចាប់ផ្ដើមធ្វើលក្ខខណ្ឌទី1ដែលថាធ្វើលក្ខខណ្ឌទី1ដោយសួរថា is login ស្មើនឹង true ដែរទេបន្ទាប់មកយើងដាក់សញ្ញាសួរសញ្ញាសួរដែលជា ternary operator អញ្ចឹងបើសិនបើការលុកចូលកម្មវិធីយើងវាជា true មែនអញ្ចឹងកម្មវិធីយើងនឹងរត់ចូលធ្វើការនៅក្នុងលក្ខខណ្ឌវងកញ្ចក់ហើយបើសិនជាវាមិនពិតទេវានឹងរំលងវងកញ្ចក់ចោលហើយទៅបង្ហាញពី login require នៅខាងចុងតែម្ដងពេលដែលចូលមកពិនិត្យលក្ខខណ្ឌក្នុងវងកញ្ចក់វាត្រូវពិនិត្យលក្ខខណ្ឌចំនួន2អញ្ចឹងលក្ខខណ្ឌទី1จะសួរថា data គឺជាលេខកូដឬក៏ integer ដែរទេអញ្ចឹងយើងឃើញហើយថា data របស់យើងគឺស្មើ100អញ្ចឹងវាជាលេខកូដអញ្ចឹងវាពិតយើងមកមើលលក្ខខណ្ឌទី2វិញគឺ score របស់យើងទិន្នន័យគឺស្មើណាល់អញ្ចឹងយើងថាសញ្ញាសួរ2ដែលជា null coalescing អញ្ចឹងទិន្នន័យគឺត្រូវទាញទិន្នន័យពីខាងស្ដាំយកប្រើតែម្ដងហើយទិន្នន័យនៅខាងស្ដាំនោះយកទៅប្រៀបធៀបជាមួយនឹង50តែ60ធំជាងឬក៏ស្មើ50ដែរទេបើសិនជា60ធំជាងឬស្មើ50លក្ខខណ្ឌនោះគឺពិត
cho dương ca phải làm cho được lạnh và hai thì tạo vào dương máu chân dương pra còn so đợi để lại ní tầm bầy của hai ở phôi chỉ code bỏ rất lợi cái đầu ok một tổ bây giờ ta sẽ có một đồng máu dương thua ca start về máu bên là lột bị tập pass trắng code nắng code bỏ nhau bên tập nắng tới học con